Spider-Man Brand New Day ទៅដាក់ trailer មកមួយទៀតហើយ trailer មួយហ្នឹងអ្វីខ្ញុំស្រឡាញ់ជាងគេបំផុតហ្នឹងគឺ You're not gonna get away with this. But he might. I didn't know you could get that big. ការធ្វើត្រឡប់មកវិញនៃសារវិឈុកបន្ទាប់ពីអស់រយៈពេលជិត10ឆ្នាំយកចាប់អារម្មណ៍ទេគឺការបង្ហាញមុខចុងក្រោយរបស់សារវិឈុកឬក៏ Scary Hulk 6មែនតើ6 scene ណាអាហ្នឹងគឺតាំងពី Avenger Infinity War បន្ទាប់ពីត្រូវបាន Thanos សពងមកគឺលែងហ៊ានចេញមុខមកបណ្ដោយពេលបន្ទាប់នោះមកគឺត្រូវបាន Bruce Banner ឃុំជាមួយនឹងនីលកា Amazon នៅជាប់ដៃហ្នឹងពីក្នុងរឿង She-Hulk មកទៀតបាត់មុខសារវិឈុកមានតែ Smart Hulk ហើយនិង Bruce Banner ទេប៉ុន្តែនៅក្នុងរឿង Spider-Man Brand New Day នេះគឺអ្វីដែលអស្ចារ្យមួយគឺតាក់ទងទៅនឹង fan របស់ Hulk អ្នកដែលចង់ឃើញសម្រែករបស់ Hulk មកវិញអ្នកដែលចង់ឃើញ Hulk កាច់មកវិញគឺយើងនឹងអាចឃើញនៅក្នុងរឿងនេះខ្ញុំនិយាយមែនណាកន្លែងថា Spider-Man មួយក៏ Peter Parker ឬ Amazon Gamma នឹងបែកបាក់ហើយងាកទៅក្រោយឃើញ Hulk កំពុងតែប្រែកលាបែកហែកអាចដូចជាកណាត់សាច់អស់មកទៅគឺជាបានឃើញ Hulk ប្រើអាក្បាច់ប្រចាំតកោរបស់ខ្លួនឯងគឺទះដៃមកទំហឹងធ្វើឲ្យរលកខ្យល់យើងប៉ើង Spider-Man ចេញពីកន្លែងហ្នឹងនិយាយទៅគឺអស្ចារ្យមែនទែនហ្មងនិយាយទៅខ្ញុំមិនដឹងថាសាច់រឿងវាយ៉ាងម៉េចទេប៉ុន្តែខ្ញុំដឹងថារឿងហ្នឹងគឺវាដឹងថាសប្បាយមើលដោយសារតែ cameo តួអង្គហ្នឹងគឺច្រើនមែនទែនខ្ញុំយំរំពឹងមើលការត្រឡប់វិញនៃតួអង្គ Scorpion ហើយនិង Savage Hulk ដូចគ្នាហើយអ្នកផ្សេងក៏គេចាំមើលតួអង្គ Street Level មកពីស៊េរី Netflix ដែលមានដូចជា Daredevil មានដូចជា The Hand មានដូចជា Punisher ដែលជា fan ខាង Spy Mutant ឬក៏ X-Men គឺអាចនឹងទៅមើលដើម្បីស្វែងយល់ពីតួអង្គ Sadie Sink សម្ដែងនឹងថាវាជា Jean Grey មែនមួយក៏អត់មកផ្នែកទៀតគឺអ្នកដែលជា fan តួអង្គ Spider-Man ដែលក្នុងហ្នឹងគឺយើងអាចឃើញមាន villain rivalry របស់ Spider-Man ផ្លែមកក្នុង live action ដូចជាតួអង្គ Tombstone តួអង្គ Tarantula តួអង្គ Boomerang តួអង្គ Scorpion និយាយទៅគឺខ្ញុំហ៊ាននិយាយថាគឺ cameo ក្នុងរឿងនេះវាសាហាវគ្រាន់បើដែរហ្នឹងហើយកន្លែងវាយគ្នាមួយចំនួនដែលយើងបានឃើញនៅក្នុង trailer ទាំងអស់ហ្នឹងមកគឺគួរចាប់អារម្មណ៍ច្រើនគ្នាដូចជាកន្លែងវាយគ្នាជាមួយនឹងតួអង្គ Scorpion កន្លែងវាយគ្នាជាមួយនឹង Hulk កន្លែងវាយគ្នាជាមួយនឹង The Hand ក្នុងគុកដែលអាចនឹងឃើញ Daredevil ហើយសំខាន់គឺពួក The Hand ពួក Ninja ហ្នឹងគឺជាក្រុមការងាររបស់ Chen Long ទៀតដែលគេបានបង្ហាញកន្លងមកហ្នឹងហើយជុំមួយទៀតដែលយើងគួរតែ mention ដូចគ្នាគឺកន្លែងដេញឡានដេញរថក្រោះហ្នឹងកន្លែងហ្នឹងគឺយើងបានឃើញបង្ហាញស៊ីនថាគេថតSpider-Man តោងសណាញ់បែបហ្នឹងសណាញ់ឯងហោះមែនតើណាគេប្រើ crane ដើម្បីជួយ Spider-Man ហោះទៅវិញទៅមកយកអា Fudge ឲ្យវាលោជាមុនស្ដាយអញ្ចឹងណានិយាយទៅ cool មកគេលេចលឺដំណឹងថា Spider-Man Brand New Day ហ្នឹងគឺនឹងមានការបញ្ចប់សាច់រឿងបែប controversial បែបរបៀបថាមិននឹកស្មានតែគេធ្វើអញ្ចឹងនិយាយសួរសាប់ទៅដូចអារបៀប ending របស់ Avenger Infinity War ដែលមនុស្សគ្រប់គ្នាលាយអស់ពាក់កណ្ដាលចក្រវាលនេះវាថាគេអា ending របៀបអញ្ចឹងហើយខ្ញុំគិតថាបើសិនជាយើងមានឱកាសទៅមើលកនជុំគ្នាទៅស្រែកហូកន្លែង cameo ទៅស្រែកហូកន្លែង action ហើយទាំងទៅចាំមើលកន្លែង ending ហ្នឹងគឺខ្ញុំគិតថា2ម៉ោងកន្លះនេះប្រហែលជាពេលវេលាដែលល្អបំផុតមួយហើយដោយសារតែតាមមើល trailer Spider-Man Brand New Day ហ្នឹងកន្លងមកគឺវាឲ្យអារម្មណ៍ខ្ញុំថារឿងនេះគឺវាជាការមិចបញ្ចូលគ្នានៃ Spider-Man Tobey Maguire ហើយនិង Spider-Man Andrew Garfield វាមានលក្ខណៈ authentic ឬមួយក៏ពិតដូចជារឿងរបស់ Tobey Maguire ហើយក៏វាមានជា visual ជា action ជាកន្លែងលយដូចជារឿង Andrew Garfield អញ្ចឹងនិយាយទៅខ្ញុំមានអារម្មណ៍ថារឿងហ្នឹងគឺអេមែនតើចង់ឲ្យម្ដងទៀតខ្ញុំពិតជាចង់ដឹងថាអ្នកនរនេះគិតមិនដែរបើសិនជាយើងមាន event សម្រាប់ fan screening រឿង Spider-Man Brand New Day ហ្នឹងដែលថាយើងមើលរឿងជុំគ្នាស្រែកឈរជុំគ្នាក្នុង hall តែមួយពោពេញទៅឲ្យអ្នកដែលចូលចិត្តរឿង superhero អញ្ចឹងណាអ្នកនេះជួយ comment ប្រាប់ខ្ញុំនៅខាងក្រោមផងថាគិតមិនដែរវាតែប៉ុណ្្នឹងទេសន្តិភាព